នៅក្នុងសន្និសីទកាសែតមួយថ្ងៃទី19មិនិនាលោកស្រី Melanie Joly រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាបានថ្លែងថាកាណាដាសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រហារជីវិតជនជាតិកាណាដាចំនួន4នាក់ផ្ទួនគ្នាដែលធ្វើឡើងដោយអាជ្ញាធរចិននាប៉ុន្មានសប្តាហ៍កន្លងមកនេះលោកស្រីប្រមុខការទូតកាណាដាបានបន្ថែមថាកាណាដាបានទទូចសុំជាច្រើនលើកទៅកាន់ភាគីចិនសូមឲ្យចិនមេត្តាសណ្ដោសកុំប្រហារជីវិតតែភាគីចិនបានធ្វើមិនដឹងមិនឮចំពោះការសំណូមពរនេះឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតនៅព្រឹកថ្ងៃទី20មិនិនាលោកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយគ្រឿងញៀនវាគឺជាការទទួលខុសត្រូវរួមគ្នារវាងគ្រប់ប្រទេសទាំងអស់លោកស្រីបានបន្ថែមថាចិនគឺជានីតិរដ្ឋហើយមានចំណាត់ការស្មើភាពគ្នាចំពោះអ្នកទោសគ្រប់សញ្ជាតិទាំងអស់លោកស្រីម៉ៅនីងបានបន្ថែមទៀតថាការប្រហារជីវិតអ្នកទោសមិនថាជនជាតិកាណាដាឬជនជាតិណាវាគឺជាការអនុវត្តដ៏ត្រឹមត្រូវទៅតាមច្បាប់ជាធរមានរបស់ចិនដូច្នេះកាណាដាគួរតែគោរពគោលការណ៍នីតិរដ្ឋរបស់ចិនហើយឈប់មកលូកដៃក្នុងអធិបតេយ្យភាពនៃប្រព័ន្ធតុលាការចិនសូមបញ្ជាក់ថាថ្មីនេះស្ថានទូតចិនប្រចាំនៅទីក្រុងអូតាវ៉ាបានផ្ញើលិខិតប្រកាសមួយទៅកាន់បណ្ដាញសារព័ត៌មានកាណាដាគឺកាសែត Globe និង Mail ដោយបានបញ្ជាក់ថាអ្នកទោសជនជាតិកាណាដាត្រូវជាប់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនលិខិតនេះលើកឡើងថាបទឧក្រិដ្ឋគ្រឿងញៀនគឺជាបទល្មើសដ៏ធ្ងន់ធ្ងរក្នុងពិភពលោកព្រោះវាជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ទៅលើសង្គមលិខិតនេះបន្ថែមទៀតថាចិនដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះបទឧក្រិដ្ឋគ្រឿងញៀនហើយតែងតែប្រកាន់គោលជំហរមិនអត់ឱនសណ្ដោសប្រណីជាដាច់ខាតចំពោះឧក្រិដ្ឋកម្មប្រភេទនេះគូបញ្ជាក់ដែរថាពុំមានតួលេខផ្លូវការណាមួយទេស្ដីអំពីការប្រហារជីវិតអ្នកទោសនៅចិនដោយសារតែចិនចាត់ទុកស្ថិតិនៃការប្រហារជីវិតអ្នកទោសជារឿងសម្ងាត់របស់ជាតិតែយ៉ាងណាក៏ដោយផ្អែកតាមអង្គការសិទ្ធិមនុស្សជាច្រើនដូចជាអង្គការ Amnesty International ជាដើមគឺចិនជាប្រទេសមួយដែលប្រហារជីវិតអ្នកទោសច្រើនជាងគេបង្អស់ក្នុងពិភពលោកពោលគឺអាចច្រើនពាន់នាក់ក្នុងមួយឆ្នាំអង្គការសិទ្ធិមនុស្សតែងតែបរិហាររិះគន់អំពីកង្វះតម្លាភាពរបស់អាជ្ញាធរចិនទាក់ទិននឹងការប្រហារជីវិតមនុស្សដែលអាចជាឧក្រិដ្ឋជនធម្មតាផងនិងខ្លះអាចជាអ្នកទោសនយោបាយឬអ្នកប្រឆាំងនឹងគណបក្សកុម្មុយនីសចិនជាដើមសូមរំលឹកថាទំនាក់ទំនងរវាងចិននិងកាណាដាបានល្អក់កករខ្លាំងចាប់តាំងពីឆ្នាំ2018មកនៅពេលអាជ្ញាធរកាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou អ្នកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei ចិនបានសងសឹកវិញដែលបានចាប់អ្នកជំនួញជនជាតិកាណាដា2នាក់ថ្មីបើអ្នកទាំង3នាក់នេះត្រូវបានដោះលែងមកវិញហើយតែមកទល់ពេលនេះភាពតានតឹងការទូតរវាងចិននិងកាណាដានៅតែមានដដែលចិនចោទកាណាដាថាដើរតាមគោលនយោបាយការទូតរបស់អាមេរិកដែលប្រឆាំងនឹងចិនចំណែកកាណាដាវិញចោទចិនថាចូលជ្រៀតលបលួចប្រមូលព័ត៌មាននិងប្រើឥទ្ធិពលលើសង្គមនិងនយោបាយរបស់កាណាដា